វ៉ាងហាវជារបានល្អណាស់ជាត្រូវហើយអាកែនីយុស៊ូអ្នកពិតជាមិនអីទេមែនទេមិនអីទេអ្នកទាំងអស់គ្នាចេញពីធ្វើការទៅអាកែនីយុស៊ូខ្ញុំចិត្តត្រូវគេដេញចេញមិនមែនឡើងតំណែងនិងដំឡើងប្រាក់ខែទេអីខឹងស្ទើងាប់ទៅហើយវ៉ាងហាវខ្ញុំនឹងសម្លាប់ឯងខ្ញុំនឹងបោះស្បែកឯងហែកសរសៃឯងផឹកជាម៉ែងមានការអីមែនទេប្រធានវាងមានការអីផ្សេងទៀតទេមិញនឹងមិនក្រអឺតក្រទុំខ្លាំងណាស់ហេមិនក៏ឥឡូវខ្លាចទៅវិញជិះគ្នា300ដងទៀតមកទេគឺថាខ្ញុំនៅមានការងារជាច្រើនត្រូវដោះស្រាយនៅថ្ងៃនេះចាំថ្ងៃក្រោយចុះតើឯងមានការងារឈួតអីត្រូវធ្វើទៅបើឯងបង្កបញ្ហាតិចជាងនេះក្រុមហ៊ុនយើងអាចរស់បាន2ថ្ងៃទៀតត្រូវប្រធានវាងអ្វីដែលអ្នកនិយាយគឺត្រូវហើយថ្ងៃក្រោយខ្ញុំនឹងបង្កបញ្ហាតិចជាងនេះថ្ងៃស្អែកក្រុមហ៊ុនមានការផ្សាយផ្ទាល់មួយខ្ញុំប្រកល់សិទ្ធិមិនមែនទេខ្ញុំហើយស្អីគេហ្នឹងបើមិនសម្រេចបានតាមការរំពឹងទុកត្រូវសងជំងឺចិត្ត7លានបើការងារនេះខូចខាតស៊ូណានយ៉ាងប្រកបជាដេញខ្ញុំចេញមិនខានខ្ញុំនឹងធ្វើឲ្យវាខូចខាតធំតែម្ដងជំរាបសួរលោកប្រធានវាងលោកប្រធានវាងពួកគាត់សុទ្ធតែជាអ្នកផ្សាយផ្ទាល់លក់ដូរដែលមានបទពិសោធន៍ខ្លាំងណាស់ជ្រើសរើសម្នាក់លោកប្រធានវាងខ្ញុំឈ្មោះអានខ្ញុំមានបទពិសោធន៍លក់ដូរខ្លាំងណាស់ណាសាមញ្ញពេកបន្ទាប់លោកប្រធានវាងមើលខ្ញុំទៅតើល្អទេមើលទៅคล้ายពេកមិនយកទេលោកប្រធានវាងកាលពីឆ្នាំមុនខ្ញុំលក់បានសរុប300លានមួយប្រកួតខ្ពស់បំផុត50លានអត្រាដកវិញក្រោម3%គ្រឿងសម្អាងអាហារខ្ញុំធ្លាប់ធ្វើទាំងអស់គ្មានការរិះគន់អវិជ្ជមានគ្មានការខុសឆ្គងលោកដល់អ្នកនេះល្អម្នាក់នេះខ្ញុំនឹងធ្វើឲ្យវាលក់ដាច់ខ្លាំងមិនខានមិនយកទេហេតុអ្វីលោកប្រធានវាងខ្ញុំត្រូវការពន្យល់មានការពន្យល់ទេខ្ញុំជាប្រធានបើខ្ញុំមិនចូលចិត្តគឺមិនបានហើយល្អខ្ញុំចង់ចាំមើលតើការផ្សាយផ្ទាល់របស់ក្រុមហ៊ុនអ្នកអាចធ្វើបានកម្រិតណាវាងហៅពួកគាត់សុទ្ធតែជាអ្នកផ្សាយផ្ទាល់ដែលមានអ្នកគាំទ្ររាប់លានអ្នកគួរឲ្យស្រឡាញ់សិចស៊ីនិងពូកែដោះស្រាយស្ថានភាពសុទ្ធតែមានចំណុចពិសេសប៉ុណ្ណឹងហើយនៅមិនពេញចិត្តទៀតតើឯងចង់បានបែបណាឲ្យមនុស្សដែលខ្ញុំចង់បានគឺពិសេសបន្តិចមិនដឹងថាឯងមានសមត្ថភាពអញ្ជើញគាត់មកបានអត់ទេអុយអាកែនីយុស៊ូបាននិយាយថាគាត់គាំទ្រការសម្រេចចិត្តរបស់ឯងទាំងស្រុងមិនថាជាអ្នកណាទេឲ្យតែឯងហើបមាត់ខ្ញុំច្បាស់ជាធ្វើឲ្យបាននេះជាអ្វីដែលឯងនិយាយទេណានិយាយខ្ញុំច្បាស់ជាដឹងនាំមកឲ្យបានអ្នកផ្សាយផ្ទាល់ដែលខ្ញុំចង់បានគឺខ្ញុំទៅផ្សាយផ្ទាល់គេត្រូវហើយគឺអ្នកនឹងឯងតែខ្ញុំមិនចេះផ្សាយផ្ទាល់ទេណាបើអ្នកចេះខ្ញុំមិនឲ្យអ្នកធ្វើទេឯងនិយាយថាអីសេដ្ឋកិច្ចទីផ្សារផ្សាយផ្ទាល់បច្ចុប្បន្នត្រូវការភាពខុសប្លែកគ្នាអ្នកផ្សាយផ្ទាល់គ្រប់បែបយ៉ាងគឺស្រដៀងគ្នាតែតើអ្នកធ្លាប់ធ្វើអគ្គនាយកផ្សាយផ្ទាល់ទេជាពិសេសគឺអគ្គនាយកស្រីស្អាតទៅខ្ញុំក៏មិនស្អាតថ្នាក់នឹងដែរពិតមែនហើយឥឡូវមើលទៅពិតជាមិនសូវស្អាតមែនអ្នកស្គាល់ដឹងថាជាអគ្គនាយកអ្នកមិនស្គាល់ស្មានតែលោកធានារ៉ាប់រងប៉ុន្តែអ្នកនៅតែមានលទ្ធភាពកែលម្អបានយកអញ្ចេះទៅឈប់និយាយច្រើនទៅខ្ញុំចាំនៅទីនេះអ្នកទៅបដូរសម្លៀកបំពាក់ពី3ឈុតមកឲ្យខ្ញុំមើលទៅមិនព្រមមែនទេបានតើអគ្គនាយកស្រីស្អាតនេះគឺជាពាក្យសុំលាលែងពីតំណែងរបស់ខ្ញុំជួយចុះឲ្យលេខឲ្យផងខ្ញុំទៅបដូរឥឡូវនេះហើយរូបរាងរបស់អ្នកប៉ុណ្ណឹងពាក់អានឹងកើតដែរឈុតបន្ទាប់ចាស់ឯងនិយាយថាអីខ្ញុំថាតើអ្នកអាចដើរតាមស្ទីលសិចស៊ីនឹងកើតដែរលក្ខខណ្ឌរបស់អ្នកប៉ុណ្ណឹងខ្លួនឯងមិនដឹងខ្លួនទេអីតើអ្នកអាចពាក់វាសំដែរចាស់ឈុតបន្ទាប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 ់ទៀត
วางห้าวตาឯងចង់បានបែបណាឲ្យប្រកបឈុតនេះមិនស្អាតទេអីប្រធានវាងជួយជូតទឹកមាត់បន្តិចទៅប្រាប់អ្នកចុះស្រីស្អាតនៅលើអ៊ីនធឺណិតមានរាប់ម៉ឺនអ្នកតើខ្វះតែអ្នកម្នាក់មែនទេពួកយើងផ្សាយគាត់ឥឡូវនេះជាងអ្នកត្រូវការភាពខុសប្លែកគ្នាយល់ទេភាពខុសប្លែកគ្នាអ្នកនៅខ្វះខាតខ្លាំងណាស់ចុះឯងថាគូពាក់ឈុតណាកុំបារម្ភខ្ញុំបានរៀបចំទុកឲ្យអ្នកតាំងពីយូរហើយជំរាបសួរលោកប្រធានគឹមលោកប្រធានជំរាបសួរម្នាក់នេះគឺជាប្រធានវាងរបស់ក្រុមហ៊ុនយើងហើយក៏ជាអ្នករៀបចំគម្រោងការងារលើកនេះដែរខ្ញុំហៅថាឯងឲ្យអគ្គនាយកស៊ូផ្សាយផ្ទាល់ដោយផ្ទាល់តែម្ដងពិតជាមានគំនិតច្នៃប្រឌិតមែនចុះអគ្គនាយកស៊ូនៃណាហើយគឺថាអគ្គនាយកស៊ូកំពុងតែបដូរសម្លៀកបំពាក់ថាលើកនេះការតែងខ្លួនរបស់អគ្គនាយកស៊ូច្បាស់ជាងខ្ញុំរងចាំមើលហើយណាវាងហៅមិនក៏ឯងមិនភ័យបន្តិចសោះអញ្ចឹងភ័យធ្វើអីមេក្រឡុំក៏មានអគ្គនាយកស៊ូត្រដែរតើអ្នកទាំងអស់គ្នាកំពុងនិយាយពីអ្វីហ្នឹងពួកយើងកំពុងតែសរសើរអ្នកតើមើលការតែងខ្លួននេះទៅមើលទៅការផ្សាយផ្ទាល់ថ្ងៃនេះច្បាស់ជាលក់ដាច់ខ្លាំងមិនខានលយណាស់តែមិនក៏ខ្ញុំមានអារម្មណ៍ថាឈុតនេះមិនដូចមកផ្សាយផ្ទាល់សោះអញ្ចឹងពិតជាមិនដូចមែនហើយមិនដូចទៅត្រូវមិនដូចទៅបង្ហាញពីភាពខុសប្លែកគ្នាមែនទេមើលនេះទៅនេះកុំកម្រើកនៃធ្វើបែបនេះទៅត្រូវល្អឥតខ្ចោះថ្ងៃនេះការផ្សាយផ្ទាល់របស់ក្រុមហ៊ុនយើងអាចលក់ដាច់ខ្លាំងឬអត់គឺពឹងលើអ្នកទាំងអស់ហើយខំប្រឹងឡើងចុងក្រោយក៏ចាញ់បោកខ្ញុំដែរនាងមិនដឹងខ្យល់អីសោះឈោថ្មឹងដូចដង្កត់ឈើការផ្សាយផ្ទាល់ទាំងមូលនឹងខូចខាតអស់មិនខាននេះគេហៅថាអីនេះគេហៅថាគ្រោះថ្នាក់នៃការផ្សាយផ្ទាល់ដល់ពេលនោះមិនអាចសម្រេចបានតាមគោលដៅភីគឹមខាងទៀតទាសំណងអញទីមើលតើស៊ូណានយ៉ាងនឹងខឹងអ្នកណាដំបូងគេមកពីឯងទាំងអស់ខ្ញុំនឹងដេញឯងចេញមកពីខ្ញុំគឺខ្ញុំមានបំណងធ្វើឲ្យខូចការងារទាំងអស់នេះដូច្នេះអ្នកត្រូវតែដេញខ្ញុំចេញដេញខ្ញុំនឹងដេញឯងចេញឥឡូវនេះកំពុងសើចឈួតអីនៅទីនោះបាទមិនប្រញាប់មកទីនេះទៀតជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំជាអ្នកផ្សាយផ្ទាល់ថ្មីនៅថ្ងៃនេះស៊ូណានយ៉ាថ្ងៃនេះខ្ញុំនាំយកផលិតផលមួយមកជូនអ្នកទាំងអស់គ្នាគឺកញ្ចប់អាហារសម្រន់ដ៏ធំនេះឯងមកហើយអគ្គនាយកស៊ូភ្លេចអាំងហើយអគ្គនាយកស៊ូជួយណែនាំពីរសជាតិបន្តិចទៅនិយាយថាមានអីខ្លះកញ្ចប់អាហារសម្រន់ដ៏ធំរបស់យើងនេះវាមានរសជាតិហឹរហើយនឹងមួយប្រភេទទៀតមិនហឹរទិន្នន័យអន់ខ្លាំងណាស់កាន់នេះដែលមានអ្នកគាំទ្រ50ម៉ឺនអ្នកផ្សាយបាន5នាទីមានមនុស្សចូលមើលតែ30អ្នកជាងគ្មានលក់បានសំបីតែមួយកញ្ចប់នេះជាសមត្ថភាពគ្រប់គ្រងរបស់ក្រុមហ៊ុនអ្នកគឹមជួយផ្ដល់ពេលវេលាបន្ថែមបន្តិចមកអគ្គនាយកស៊ូទើបតែចាប់ផ្ដើមទេត្រូវហើយលោកផ្ដល់ពេលវេលាឲ្យគាត់បន្តិចទៅល្អផ្ដល់ពេលឲ្យអ្នក10នាទីទៀតតែ10នាទីប៉ុណ្ណោះផលិតផលទី2របស់យើងនៅថ្ងៃនេះគឺ